អត្រាការប្រាក់សហរដ្ឋអាមេរិកកាត់បន្ថយឬក៏យ៉ាងណានៅក្នុងយប់នេះនៅវេលាម៉ោង2យប់នៅថ្ងៃទី11ខែ12ឆ្នាំ2025បើយើងមើលទៅលើសេណារីយ៉ូទីផ្សារខាងក្រៅស្រុកអ្នកវិភាគធំបានព្យាករណ៍ថាអត្រាការប្រាក់ពិតជាអាចកាត់បន្ថយពិតប្រាកដមែនរហូតដល់ 95% ដូច្នេះប្រសិនបើអត្រាការប្រាក់នេះកាត់បន្ថយដោយជាការព្យាករណ៍នោះតម្លៃហាងឈីមីអាចនឹងកើនឡើងខ្លាំងប៉ូលអាចកើនឡើងដល់តំបន់$4,300ក្នុង1អោននិង$4,350ក្នុង1អោនវិញប៉ុន្តែបើករណីមិនមានការកាត់បន្ថយអត្រាការប្រាក់ទេនោះតម្លៃហាងឈីមីអាចនឹងមានការធ្លាក់ចុះមកវិញបន្តិចបន្តួចផងដែររងចាំមើលទាំងអស់គ្នាតើតម្លៃហាងឈីមីអាចកើនឡើងខ្លាំងឬក៏ធ្លាក់ចុះខ្លាំងនៅក្នុងយប់នេះសម្រាប់បច្ចុប្បន្នបងប្អូនដែលចង់ចាប់យកឱកាសពីការជួញដូរហាងឈីមីតាមប្រព័ន្ធធនាគារដែលយើងអាចជួញដូរមាសបានគ្រប់ពេលវេលា24ម៉ោងក្នុងមួយថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រព្រឹកថ្ងៃយប់បងប្អូនអាចធ្វើការលក់ចេញទិញចូលបានគ្រប់ពេលវេលាជាពិសេសដូចជាក្នុងយប់នេះនៅវេលាម៉ោង2យប់ករណីបងប្អូនមានគណនីជួញដូរហាងឈីមាសបងប្អូនក៏អាចធ្វើការបញ្ជាទិញមាសបានតាមប្រព័ន្ធធនាគារទាំងយប់នេះបានហើយបើករណីមាសឡើងខ្លាំងបងប្អូនក៏អាចធ្វើការលក់ចេញយកផលចំណេញបានភ្លាមតែម្ដងសម្រាប់បងប្អូនដែលចង់បានទំនុកចិត្តនាងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមកជួបនាងខ្ញុំតនៅទីតាំងធនាគារករណីបងប្អូនអ្នកនៅខេត្តឬក៏នៅភ្នំពេញមិនមានពេលវេលាអាចធ្វើការរៀនតាមអនឡាញបានបងប្អូនដែលចង់បើកគណនីមានដើមទុនត្រឹមតែ$1,000ក៏បងប្អូនអាចកក់មាសបានរហូតដល់8តម្លឹង$10,000កក់បាន3គីឡូមាស$20,000កក់បាន6គីឡូមាស$10,000កក់បាន30គីឡូមាសបងប្អូនអាចទាក់ទងមកកាន់នាងខ្ញុំបានសម្រាប់ការបើកគណនីនិងការណាត់ជួបតាមរយៈ link Telegram និងលេខទូរស័ព្ទខាងលើនេះ